មាសបានកើនឡើងច្រើននៅក្នុងសប្តាហ៍នេះបងប្អូនអញ្ចឹងយើងមើលឃើញថាតម្លៃមាសនៅតែមានការកើនឡើងជាបន្តបន្ទាប់ដូច្នេះយើងចង់ដឹងថាតើតម្លៃណាដែលយើងអាចរកផលចំណេញបានយើងមកចូលស្ដាប់ទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នាសួស្ដីយើងខានធ្វើវីដេអូវិភាគយូរដោយសារចូលឆ្នាំខ្មែរហើយបងប្អូនបានដើរលេងសប្បាយទេសម្រាប់ខ្ញុំអត់បានដើរទេហើយក៏អត់បានធ្វើវីដេអូដោយសារមិនចង់ឲ្យប៉ះពាល់អារម្មណ៍ក្នុងការដើរលេងចូលឆ្នាំណាតែក៏វាជារឿងមួយដែលយើងត្រូវចាប់អារម្មណ៍មើលដែរយើងឃើញថាតាំងពីថ្ងៃចូលឆ្នាំមកគឺមាសបានកើនឡើងជាង$200ក្នុងមួយអោនបាទច្រើនអញ្ចឹងតាំងពីថ្ងៃទីបាញ់ទឹកមើលបាញ់ទឹកថ្ងៃណា13 14ហ្នឹងបាទ3100ជាងរហូតមកដល់$3,360អញ្ចឹងវា100ថា$200ចុះឡើងបើគិតជាតម្លឹង200ជាងហើយយើងឃើញថាតម្លៃមាសមានការប្រែប្រួលខ្លាំងដោយសារយើងឃើញថាពន្ធគយរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅដាក់លើប្រទេសចិនវាជាង200%ហើយចិនបានបោះពុម្ពលុយចំនួនដូចជាប្រមាណ1000 trillion ខ្ញុំអត់ចាំមើលខ្ញុំ check មើលហើយនឹងខ្ញុំធ្វើវីដេអូនឹងផ្សេងអញ្ចឹងយើងឃើញថាមាសបានកើនឡើងដោយសារប្រជាជនចិនរាជរដ្ឋាភិបាលប្រទេសចិនគាត់ប្រម៉ូទិញដើម្បីយកមកដង្កល់ដើម្បីបោះពុម្ពលុយយើងឃើញថាសេដ្ឋកិច្ចចិនពេលនេះក៏វាមិនមានការប្រែប្រួលអីខ្លាំងជាងសហរដ្ឋអាមេរិកដែរវាដើរទន្ទឹមគ្នាទេតែចង់បានន័យថាពីរហ្នឹងកំពុងតែប្រកួតប្រជែងគ្នាថាតើចំនួនលុយដុល្លារហើយនឹងលុយចិនជាមួយខ្ញុំមើលលុយចិនឲ្យបន្តិចថាវាយ៉ាងម៉េចអញ្ចឹងយើងឃើញថាតាំងពីលោកដូណាល់ត្រាំដាក់ពន្ធលើការទិញលក់ផ្សេងការនាំចូលរបស់ប្រទេសចិនយើងឃើញថាតម្លៃមាសបានកើនឡើងច្រើនបំផុតកើនឡើងខ្លាំងជាងគេដែលយើងមិនដែលទទួលបានឃើញណាព្រោះអីវាច្រើនមែនវាពិតជាច្រើនសម្រាប់ការកើនឡើងតម្លៃមាសនេះហើយក៏ការព្យាករណ៍របស់ប្រជាជនសំទោសការព្យាករណ៍របស់ស្ថាប័នផ្សេងហើយនឹងស្ថាប័នផ្សេងហើយនឹងអ្នកវិនិយោគអ្នកវិភាគគេមើលឃើញថាតម្លៃមាសអាចនឹងកើនឡើងជាងនឹងទៅទៀតខ្ញុំផ្លេចទៅលុយយួននេះយួន USD បាទត្រូវនេះអញ្ចឹងឥឡូវយើងមើលឃើញថាលុយយួនវាបើយើងដូរជាដុល្លារបានតែ$7ជាងទេក្នុង100យួនណាបាទអញ្ចឹងវាមានការខែប្រែប្រួលយ៉ាងច្រើនអានេះខ្ញុំអត់សូវច្បាស់ជាមួយខ្ញុំ detail ទៅហើយតែយើងងាកមកមើលដុល្លារសិនដុល្លារចាប់ផ្ដើមចុះមកតាំងពីឆ្នាំ2025នេះនៅខែ1គឺវាបានចុះមកវិញពី10000សំទោស$110ដល់$98បាទអញ្ចឹងដុល្លារនៅខាងក្រៅយើងក៏ឡើងថ្លៃដែរអញ្ចឹងបងប្អូនដូរលុយទុកហើយល្អអញ្ចឹងឥឡូវយើងងាកមកមើលមាសយើងសិនខ្ញុំនឹងធ្វើព័ត៌មានអំពីមាសនៅយប់នេះឬក៏យប់នេះស្អែកហើយខ្ញុំនឹងធ្វើវីដេអូបន្ថែមសម្រាប់បងប្អូននៅក្នុងក្រុមផងដែរអញ្ចឹងបងប្អូនសម្រាប់មាសថ្ងៃនេះយើងឃើញថាមានការប្រែប្រួលបន្តិចបន្តួចទេអញ្ចឹងយើងមើលសង្កល់នៅ4ម៉ោងវិញថ្ងៃនេះគឺយើងមានព័ត៌មានដែរគឺដូចជាចប់លេសខ្លែមអញ្ចឹងបងប្អូនអាចមើលបានហើយវិភាគបានតាមហ្នឹងណាអញ្ចឹងយើងមើលបកគោ1ម៉ោងហ្មងទៅដោយសារតម្លៃមាសមិនចង់ចុះទេគឺវាចង់ឡើងអញ្ចឹងបងប្អូនអាចចាំមើលសិនណាយើងឃើញថាព្រឹកមិញវាបានចុះមកដល់តម្លៃប៉ុណ្នេះគឺ3320យើងអត់រកកន្លែងលក់ទេយើងរកតែកន្លែងទិញអញ្ចឹងបើសិនជាគោលដៅទី1ដែលយើងអាចទិញបានគឺ32ឬក៏30 36ហ្នឹងម្ដុំនេះយើងអាចទិញបានម្ដងទៀតហើយបើសិនជាចង់លក់
45នេះអាចលក់បានដែរហើយហ្នឹងកន្លែងនេះអាចលក់បាន56នេះតែវាហានិភ័យបន្តិចអញ្ចឹងយើងចាំមើលសិនតែបើយើង scalping ឥឡូវយើងលុបចោលទាំងអស់ហើយយើងនិយាយអំពីការ scalping វិញយើងមើលបកគោល5នាទី scalping ល្អជាងបងប្អូននៅពេលនេះដោយសារមាសវាមានការប្រែប្រួលច្រើនអញ្ចឹងយើងអត់ទាន់ដឹងថាវាត្រូវចុះមកលំហឹងឡើងមកលំហឹងទេព្រោះអីបងប្អូនត្រូវចាំពេលដែលមាសឡើងខ្លាំងវាចុះទៅវិញខ្លាំងដែរឧទាហរណ៍ពុកមិញបើយើងទិញលក់ខ្លីៗណាSL យើងរៀងខ្លីៗប៉ុណ្ណេះអីយើងអាចជួញដូរបានប៉ុណ្ណេះអីណាព្រោះយើងឃើញថា5នាទី10នាទីជាងវាចុះពី30ដល់50ជាងវា20ជាងលេខ10នាទីជាងយើងវាចុះច្រើនណាបងប្អូនអញ្ចឹងយើងការពារកន្លែងហ្នឹងហើយឥឡូវនេះបើសិនជាយើងចង់ scalping ខ្លីៗយើងអាចទិញលក់បាននៅម្លុកនេះបាទម្លុកប៉ុណ្ណឹងយើងអាចពិចារណាបានតាមប៉ុណ្នេះទៅទិញលក់បើវាបែកឧទាហរណ៍ថាឥឡូវវាចុះបែកទៅខាងក្រោមម្ដងនេះយើង sell បើវាឡើងបាទតែវាទៅខាងលើនេះយើងបាយអញ្ចឹងទៅបាទអញ្ចឹងការភាពរបស់ខ្ញុំអត់សូវមានអីទេថ្ងៃនេះបើសារមាសវាឡើងទៅយើងអត់សូវមាន position ចូលមានតែ scalping អញ្ចឹងបងប្អូនចាំមើលខ្ញុំ update នៅក្នុង group VIP ហើយបងប្អូនណាដែលអត់ទាន់មានគាត់អាចឆាតមកខ្ញុំមកដើម្បីយើងបង្កើត account trade ជុំគ្នាខ្ញុំមានតែប៉ុណ្្នឹងបងប្អូនអរគុណទាំងអស់គ្នា